កាត់សក់បណ្ដានៅក្នុងចិត្តបងស្រស់យំបណ្ដាហ្នឹងហើយទឹកមុខរឹងមាំមែនក៏ប៉ុន្តែព្យាយាមលួងលោមបងស្រីដើម្បីកុំឲ្យគាត់យំអញ្ចឹងណាក៏ប៉ុន្តែនៅតែមិនអាចបញ្ឈប់ទឹកភ្នែករបស់គាត់បានទេបាទគាត់នៅតែលួចយំបានតិចតួចទឹកភ្នែកហូរមកដោយមិនដឹងខ្លួនជាការពិតសក់ជាទីស្រឡាញ់អ្នកណាក៏ស្រឡាញ់សក់ដែរព្រោះដោយសារសក់កណ្ដាលរបស់យើងហើយយើងត្រូវមកកោចេញអញ្ចឹងណាហ្នឹងហើយដោយសារតែតម្រូវឲ្យកោធម្មតាបើសិនជាយើងមិនកោណាយើងមិនអាចទទួលយកបានទេពេលដែលឃើញសក់យើងជ្រុះម្ដងមកក្តាប់រាល់ថ្ងៃហើយវាអស់ពីក្បាលអានឹងយើងកាន់តែសង្វេគសក់យើងទៀតម្ល៉េះហើយយើងមកកាត់មុនអញ្ចឹងដើម្បីយកសក់ហ្នឹងមកបាទដេពាក់តែម្ដងបាទបើសិនជាសក់យើងកាត់មិនគ្រប់តិចតួចនឹងហើយយើងមានបងប្អូនឬមិត្តភ័ក្តិអីចឹងណាហ្នឹងហើយបងប្អូនមិត្តភ័ក្តិអីគឺគាត់មកជួយទៀតហ្នឹងហើយគឺពួកគាត់ចិត្តល្អខ្លាំងមែនតែនមកគ្នា4នាក់បងស្រស់បើសិនជាថាមិនគ្រប់កាត់ឲ្យតតែគ្រប់ហ្នឹងហើយអត់អីទេបាទព្រោះខ្ញុំបើកចិត្តពីផ្ទះមកហើយគឺថាខ្ញុំត្រូវតែមកជួយគាត់អញ្ចឹងណាខ្ញុំសរសើរចិត្តពួកគាត់ខ្លាំងមែនតែនមកគ្នា4នាក់ក៏ប៉ុន្តែបងស្រស់កាត់បានតែ3នាក់ទេហ្នឹងហើយដោយសារតែគ្រប់ហើយហ្នឹងហើយម្នាក់ទៀតឃើញថាសក់គាត់រៀងស្ដើងដែរអញ្ចឹងណាហ្នឹងហើយប៉ុន្តែគាត់ថាអត់ទេបើមិនគ្រប់នៅសក់ខ្ញុំមួយទៀតខ្លាំងត្រង់ហ្នឹងអូយបានប៉ុនណាអូនអើយបងស្រស់ចង់ប្រាប់ថាជួយគ្នាក្នុងគ្រាមានអាសន្នបែបហ្នឹងណាបានប៉ុនខ្លាំងមែនតើចិត្តពួកអូនណាអូនក៏ស្រឡាញ់សក់មិនខុសពីគាត់ដែរក៏ប៉ុន្តែអូនហ៊ានលះបង់គឺបងសរសើរចិត្តអូនខ្លាំងមែនតើនេះហៅថាវប្បធម៌ចែករំលែកជួយគ្នាគ្រាមានអាសន្នហើយហ្នឹងហើយអរគុណច្រើនសម្រាប់សាមញញឹមណាឃើញគាត់ញញឹមហ៎អូខេអរគុណច្រើន